សួស្តីទៅដល់កូនចៅសាគុណទាំងឡាយណាថ្ងៃនេះគឺលោកគ្រូសូមបង្ហាញនៅមុនព្រះគាថាបជាគ្រោះភ័យណាហើយលោកគ្រូខាងចេញវីដេអូយូរហើយដោយសារតែលោកគ្រូជួបរវល់ណាអញ្ចឹងហើយមិនសូវបានចេញវីដេអូទេអញ្ចឹងហើយថ្ងៃនេះគឺលោកគ្រូសូមបង្ហាញនៅបង្គាថាវិសេសមួយសម្រាប់កូនសិស្សរៀននៅជាការចាំបាច់ត្រូវតែចេះនៅមុនព្រះគាថានឹងដើម្បីអីដើម្បីជាគ្រោះថ្នាក់ឬជាគ្រោះភ័យនៅក្នុងខ្លួនដែលយើងមើលមិនឃើញអញ្ចឹងណាអញ្ចឹងហើយយើងត្រូវមានគាថានេះសូត្រមុននឹងយើងចេញដំណើរទីចិត្តទីឆ្ងាយក៏ដោយទៅជួបអ្នកណាក៏ដោយតែយើងត្រូវការបរិកម្មគាថាដូចគ្នាដែរណាពិសេសកូនចៅអ្នកធ្វើការនៅឆ្ងាយឆ្ងាយណាពិសេសកូនចៅអ្នកធ្វើការខាងCO ហើយ CO ហ្នឹងណាធ្វើការងារខាងអង្គការណាព្រោះកូនចៅខ្លះត្រូវធ្វើដំណើរផ្លូវឆ្ងាយផ្លូវចិត្តផ្លូវឆ្ងាយចំណាក់ស្រុកអីចឹងណាទៅតាមខេត្តនីមួយអញ្ចឹងទៅដោយការដោយមធ្យោបាយការធ្វើដំណើរដូចជាឡានអញ្ចឹងទៅណាម៉ូតូអញ្ចឹងទៅណាអញ្ចឹងមិនថាផ្លូវចិត្តឬផ្លូវឆ្ងាយទេការជួបគ្រោះថ្នាក់ហ្នឹងការមានគ្រោះភ័យហ្នឹងមើលវាមិនឃើញទេអញ្ចឹងយើងត្រូវមានមុនគាថាហ្នឹងដើម្បីសូត្របញ្ជានៅគ្រោះភ័យទាំងឡាយអញ្ចឹងគាថាហ្នឹងចាំរបៀបរបបនៃការប្រើឬក៏យ៉ាងណាយ៉ាងណីហ្នឹងចាំស្ដាប់លោកគ្រូបកស្រាយបញ្យល់ហើយនឹង5ពីរបៀបរបបណាហ្នឹងហើយអញ្ចឹងមុននឹងយើងចាប់ផ្ដើមសូត្រនៅមុនព្រះគាថាហ្នឹងគឺយើងត្រូវសូត្រនមោតស្សៈចំនួន3ចប់មករួចមកយើងត្រូវរំលឹកមុននឹងយើងសូត្រនមោហ្នឹងយើងរំលឹកសិនណារំលឹកដល់គុណព្រះរតនត្រ័យទៅគុណព្រះពុទ្ធពធព្រះសង្ឃទៅណាគុណគ្រូបាអាចារ្យទៅគុណគ្រូលេខយន្តគុណគ្រូគាថាទៅហើយយើងតាំងនមោ3ចប់ហើយចាំយើងសូត្រនៅមុនព្រះគាថានឹងហើយគាថានឹងអត់វែងទេខ្លីទេហើយស្រួលចាំណាសម្រាប់កូនសិស្សយកទៅរៀនអញ្ចឹងចូលនឹងការសូត្រជាមួយនឹងលោកគ្រូទាំងអស់គ្នាណាគាថានេះយើងសូត្រមកអរហង្គពុទ្ធោនមោពុទ្ធាយៈដល់ទៀតអរហង្គពុទ្ធោនមោពុទ្ធាយៈអរហង្គពុទ្ធោនមោពុទ្ធាយៈចំពោះព្រះគាថានេះគឺយើងសូត្រចំនួន3 7 9ចប់ឬក៏បរិកម្មចំពោះគាថានេះគឺយើងសូត្រដកដង្ហើមចេញចូលជាធម្មតាណាហើយគាថានេះគឺយើងសូត្របានទាំងប្រុសទាំងស្រីទាំងចាស់ទាំងក្មេងណាហើយគាថាហ្នឹងគឺយើងប្រើនៅពេលណាដែលយើងចេញដំណើរទៅទីចិត្តឬទីឆ្ងាយអញ្ចឹងទៅណាឬក៏យើងជិះម៉ូតូឬក៏យើងជិះឡានអីចឹងទៅយើងឬក៏យើងដើរអីចឹងទៅអញ្ចឹងយើងសូត្រទៅមុនយើងចេញដំណើរហ្នឹងយើងសូត្រចំនួន3ចប់ទៅ7ចប់ទៅ9ចប់ទៅក៏បានឬក៏យើងជិះបដាយើងបរិកម្មបដាក៏បានយើងដើរបដាយើងបរិកម្មគាថានឹងបដាក៏បានដែរអញ្ចឹងណាហើយសូត្រដកដង្ហើមចេញចូលធម្មតារបៀបរបបនៃការប្រើហ្នឹងគឺយើងសូត្រហើយយើងនិយាយទៅណាយើងនិយាយទៅមានសូត្រហើយយើងសូត្រហើយយើងអធិដ្ឋានយើងនិយាយទៅតែប៉ុណ្្នឹងទៅបានអត់មិនសូត្រយើងសូត្រទៅយើងផ្លុំទៅមុខយើងទៅអញ្ចឹងណាសូត្រទៅយើងផ្លុំទៅមុខយើងទៅហើយយើងសូត្រទៅយើងយកដៃហ្នឹងគោះនឹងធរណីនឹង3ដងទៅនិយាយទៅសូត្រនឹងគេថានឹងហើយយើងផ្លុំទៅធរណីនឹង3ដងទៅណាហើយម្យ៉ាងទៀតហ្នឹងយើងអាចសូត្រទៅយើងផ្លុំទៅលើអាកាសទៅមិនហើយយើងឈរមុខហ្នឹងទៅយើងសូត្រទៅយើងផ្លុំទៅហើយចំពោះគេថាហ្នឹងសូមបញ្ជាក់បន្តិចគេថាហ្នឹងប្រើសម្រាប់នៅពេលណាដែលយើងធ្វើដំណើរមិនប្រកាន់ថាដំណើរចិត្តឬដំណើរឆ្ងាយទេមិនថាជិះឡានឬជិះម៉ូតូឬបកអតេះគោឬបកអតេះសេះទេណាហ្នឹងហើយឬក៏ដើរទេអញ្ចឹង
យើងអាចសូត្រទៅ3 7ឬ9ចាស់ឬក៏បរិកម្មទៅហ្នឹងចំពោះមុនយើងឧទាហរណ៍ថាយើងចេញដើរពីផ្ទះយើងឧទាហរណ៍ថាយើងចេញដំណើរអញ្ចឹងយើងត្រូវមុននឹងចេញដើរហ្នឹងយើងសូត្រគាថាហ្នឹងទៅ3 7 9ចាប់ឬក៏បរិកម្មទៅបានដែរដល់ពេលយើងជិះឡានហ្នឹងក៏យើងបរិកម្មទៅណាយើងជិះម៉ូតូហ្នឹងក៏យើងសូត្របរិកម្មទៅហើយគាថាហ្នឹងគឺមានអានុភាពខាងវិជាគ្រូភ័យសម្រាប់កូនសិស្សកូនទាំងប្រុសទាំងស្រីយកទៅប្រើចេញដំណើរផ្លូវចិត្តផ្លូវឆ្ងាយយប់ឬក៏ថ្ងៃក៏ដោយគឺអាចសូត្របានគ្រប់ពេលវេលាមុននឹងយើងចេញដំណើរទៅណាទីកន្លែងណាមួយអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងសូត្រគាថាហ្នឹងទៅហើយវិសេសគឺសម្រាប់កូនចៅអ្នកធ្វើដំណើរផ្លូវឆ្ងាយពីការងារពីផ្ទះយើងទៅកន្លែងការងារហ្នឹងផ្លូវឆ្ងាយអញ្ចឹងទៅយើងសូត្រគាថាហ្នឹងព្រលឹមឡើងទៅយើងសូត្រគាថាហ្នឹងទៅដល់កន្លែងការងារហ្នឹងទៅមកដល់ផ្ទះវិញយើងសូត្រគាថាហ្នឹងទៀតទៅអញ្ចឹងសូត្រគ្រប់ពេលវេលាបានគ្រប់ពេលទាំងអស់គាថាវិជាគ្រូភ័យនេះមិនថាយប់ថ្ងៃព្រឹកល្ងាចអីក៏ដោយគឺសូត្របានទាំងអស់ណាមុននឹងយើងចេញដើរគឺយើងសូត្រគាថានឹងបានពីដើមឬគ្រូវិជារបស់លោកគ្រូនិយាយមុននឹងលោកធ្វើដំណើរហ្នឹងគឺលោកតែងបរិកម្មនៅគាថាហ្នឹងទៅណាចិត្តឆ្ងាយតែងទៅសូត្របរិកម្មរហូតពិសេសណាហ្នឹងហើយអញ្ចឹងកូនសិស្សកូនត្រូវតែចេះនៅគាថាហ្នឹងរៀនចាំមកស្ទាល់ទៅណាមិនប្រកាន់ថាយើងដំណើរចិត្តដំណើរឆ្ងាយក៏ដោយជិះឡានជិះម៉ូតូក៏ដោយដើរក៏ដោយណាអញ្ចឹងមួយរយៈនេះឃើញថាមានការគ្រោះថ្នាក់ច្រើនអញ្ចឹងហ្នឹងហើយអញ្ចឹងហើយយើងត្រូវតែសូត្ររៀនចេះទៅមុននឹងយើងចេញដំណើរនេះយើងសូត្រគាថាហ្នឹងទៅណាអត់តែយើងចេញដំណើរពីទីកន្លែងមួយទៅកន្លែងមួយទៀតយើងសូត្រគាថាហ្នឹងទៀតទៅណាមុននឹងយើងចេញដំណើរទៅណាគឺយើងសូត្រគាថាហ្នឹងរហូតយើងបរិកម្មរហូតទៅហ្នឹងហើយគាថាហ្នឹងបញ្យលមានតែប៉ុណ្្នឹងឯងហើយសង្ឃឹមថាកូនចៅសិស្សគុណនឹងយល់បើយល់នឹងអាច comment សួរលោកគ្រូនៅក្រោមវីដេអូហ្នឹងបើលោកគ្រូមានពេលទំនេរលោកគ្រូនឹងធ្វើការជួយការបកស្រាយបញ្យលណាហ្នឹងហើយហើយពិសេសគឺលោកគ្រូសូមបង្ហាញនៅកូនសង្កត់អដ្ឋានមហាវិសេសណាកូនសង្កត់អដ្ឋាននេះគឺយើងប្រើបាន100គុណនេះកូនសង្កត់នេះគឺជាប្រភេទគ្រុងគ្រឿងណាពីរអង្គហ្នឹងគឺគ្រុងគ្រឿងហើយមួយអង្គទៀតហ្នឹងគឺកថាតជាប្រភេទបតោងដូចគ្នាយើងពាក់បតោងកូនសង្កត់ធំឬបតោងជាមួយនឹងខ្នាយក៏បានណាបតោងជាមួយនឹងខ្សែកក៏បានដែរហើយពិសេសណាកូនសង្កត់ហ្នឹងគឺយើងពាក់ទៅនេះកំពុងយើងដាក់ត្រាំប្រេងឲ្យបានមួយយប់ពីរយប់ទៅណាហើយធ្វើការដាស់ប្រសិទ្ធិបញ្ចុះក្នុងលំថ្ងៃសិលរៀងរាល់ថ្ងៃសិលហើយកូនសង្កត់នេះគឺពិសេសណាស់កូនសង្កត់អដ្ឋាននេះគឺសម្រាប់ផ្នែកខាងការពារនៅអំពើអំព័ន្ធណាពីរអង្គនេះគឺប្រើបាន100គុណបដោបខ្លាំងបំផុតហ្នឹងគឺស្នេហ៍សម្រាប់ខាងផ្នែករស់ស៊ីមេតាមហានិយមគឺយើងអាចពាក់បានយើងទៅប្រើទៅគឺពិសេសណាស់តែមែនតើយើងប្រើខាងការពារនៅអំពើអំព័ន្ធអាមធ្មប់ខ្មោចព្រាយបិសាចរោគរៈអ្នកតាណាការពារនៅវិជាគ្រោះភ័យវិជាគ្រោះថ្នាក់វិជាអន្តរាយណាការពារអ្នកតាធ្វើការពារខ្មោចធ្វើការពារព្រាយធ្វើការពារគ្រូអាគមប្រើខ្មោចធ្វើការពារគ្រូអាគមប្រើព្រាយធ្វើការពារគ្រូអាគមប្រើអ្នកតាធ្វើណាការពារបានទាំងអស់ណាហើយការពារនៅខាងផ្នែកវិជាគ្រោះភ័យធ្វើដំណើរផ្លូវចិត្តផ្លូវឆ្ងាយអីក្តីហ្នឹងគឺមានមួយអង្គនេះក៏បានដែរយើងអាចពាក់នៅអង្គក៏បានឬក៏យើងអាចបតោងជាមួយនឹងឡានរបស់យើងក៏បានដែរយើងអាចដាក់បតោងក្នុងឡានរបស់យើងហ្នឹងក៏បានដែរណាកូនសង្កត់ហ្នឹងគឺពិសេសណាស់ហើយម្យ៉ាងទៀតយើងប្រើខាងផ្នែកស្នេហ៍មេត្តាមហានិយមឲ្យគេស្រឡាញ់គេអាណិតគេអាសូរគេសន្តោសប្រណីគេសន្តោសអាណិតណាហើយយើងប្រើខាងផ្នែករស់ស៊ីមេត្តាមហានិយមខាងផ្នែករស់ស៊ីលក់ដូរវ៉ាន់តូចធំក្តីហ្នឹងអ្នករស់ស៊ីអាជីវកម្មតូចធំក្តីហ្នឹងគឺពិសេសណាស់សម្រាប់ពាក់ឲ្យកូនសង្កត់នេះពាក់បានទាំងស្រីទាំងប្រុសបានដូចគ្នា
បើសិនជាគ្រូមានពេលទំនេរគ្រូនឹងធ្វើការបរិយាយពីកូនអនុភាពនៃកូនសង្កត់នឹងដែលយើងយកទៅប្រើខាងណាខាងនេះខ្លះបើសិនជាកូនសេះចង់បានមានបនិស័យអាចទំនាក់ទំនងតាមរយៈ Telegram របស់គ្រូបានដែលគ្រូដាក់ Telegram នៅក្រោមវីដេអូហ្នឹងនឹងដាក់ link Telegram របស់គ្រូផ្ទាល់ហើយកូនអាចចុចចូលក្នុងហ្នឹងទៅហើយនឹងលោតចូលនៅក្នុង Telegram របស់គ្រូហើយនឹងអាចសួរព័ត៌មានបន្ថែមពីទំនាក់ពីអនុភាពនៃកូនសង្កត់អដ្ឋានណាពីរអង្គនេះគឺគ្រុងគ្រឿងហើយមួយអង្គនេះគឺកថាតអញ្ចឹងបើយើងប្រើខាងផ្នែកស្នេហ៍ប្រើខាងផ្នែកខាងស្នេហ៍គឺខាងផ្នែករស់ស៊ីឲ្យគេទីមួយឲ្យគេស្រឡាញ់គេអាណិតគេសូណាហើយម្យ៉ាងទីហ្នឹងគឺយើងប្រើខាងផ្នែកមេត្តាមហានិយមឲ្យគេស្រឡាញ់គេអាណិតគេសូគេសន្តោសប្រណីណាប្រើខាងស្នេហ៍រស់ស៊ីលក់ដូរជួយឲ្យយើងមានភ្ញៀវចូលទិញអីវ៉ាន់ច្រើនជួយឲ្យយើងនឹងរស់ស៊ីលក់ដូរដាច់ជាងមុនជួយឲ្យយើងនឹងមានគេស្រឡាញ់ច្រើនអញ្ចឹងទៅអញ្ចឹងបើសិនជាកូនចៅសិស្សគុណណាមានឧបនិស្ស័យចង់បាននៅកូនសង្កត់អដ្ឋានប្រភេទកថាប្រភេទកូនសង្កត់គ្រុងគ្រឿងប្រភេទបតោងនេះដែលបានបង្ហាញក្នុងរូបភាពនេះយកទៅពាក់នៅអង្គឬក៏យកទៅដាក់នៅបញ្ជូរនៅក្នុងហាងឬក៏ដាក់នៅលើជើងពាននៅក្នុងហាងក្តីឬក៏ដាក់នៅក្នុងឡានក្តីហ្នឹងអាចទំនាក់ទំនងមកលោកគ្រូបានតាមរយៈ Telegram ហើយចង់ដឹងថាយើងប្រើខាងអីខ្លះខាងណាខាងអីខ្លះអាចចូលនៅក្នុង Telegram របស់លោកគ្រូផ្ទាល់ហើយនឹងឆាតសួរលោកគ្រូមកលោកគ្រូនឹងបកស្រាយពន្យល់ប្រាប់អំពីអនុភាពនៃការប្រើប្រាស់នៃកូនសង្កត់ដ្ឋាននេះអញ្ចឹងហើយហៅថាយើងយកទៅដាក់ណាបានណាខ្លះយើងពាក់នឹងកក៏បានយើងដាក់នៅក្នុងឡានក៏បានឬក៏យើងដាក់នៅក្នុងហាងរស់ស៊ីលក់ដូររបស់យើងហ្នឹងក៏បានឬក៏យើងដាក់លើជើងពានទៅយើងអុជធូបគោរពបូជាទៅយើងបាញ់ទឹកអប់ទៅក៏បានដែរអញ្ចឹងកូនចៅនៅមានឧបនិស្ស័យអាចយកទៅបានណាអញ្ចឹងវីដេអូរបស់លោកគ្រូមានតែប៉ុណ្្នឹងទេហើយចង់បានអាចទំនាក់ទំនងតាមនឹងមកណាហើយជាចុងក្រោយនេះគ្រូក៏សិទ្ធិពរជ័យកូនចៅបានសុខបានចម្រើនរួចចាក់ទុករួចចាក់ភ័យណានេះយើងមិនតំបានដាស់ប្រសិទ្ធិណាតំបានដាស់ប្រសិទ្ធិបញ្ចុះនៅអគុំគេថាលិយន់អីផ្សេងទៀតប្រើតាមតម្រូវការរបស់កូនសិស្សបើថាកូនសិស្សចង់ខាងអីយើងដាស់អគុំគេថាប្រសិទ្ធិអញ្ចឹងទៅយើងបញ្ចុះអគុំគេថាលិយន់ផ្សេងចូលនៅក្នុងកូនសង្កត់តួអង្គនៃកូនសង្កត់នឹងអញ្ចឹងទៅតាមតម្រូវការរបស់កូនសិស្សយកទៅប្រើអញ្ចឹងណាហើយកូនសង្កត់នេះសូមវាមានអនុភាពប្រើបាន100គុណដែលលោកគ្រូនិយាយត្រាអញ្ចឹងវាប្រើបាន100គុណណាហ្នឹងហើយនេះយើងមិនទាន់បានដាស់ប្រសិទ្ធិនឹងបញ្ចុះអាគមផ្សេងចូលនៅក្នុងនោះទេហើយចុងក្រោយនេះលោកគ្រូក៏អរគុណណាជូនពរជ័យសិរីគ្រូកូនចៅបានសុខបានចម្រើនទាំងអស់គ្នាណាជួបលោកគ្រូនៅវីដេអូក្រោយៗទៀត